nhà thì mỗi cào bị dương thưa kẻ hi ca mình prao prao là bóc và tê chết kháng chưa xếp tê thay món cứ tha dương ban điệp trong thì po đại dương mình nực màn đo ngày ti đập môi đập pi đập bay nó cứ mà hà chôn châu chiếc đập mờ nè hỏi phần là tập hall dương thưa lương ti pi ní đời xa miên sầm nôm po pi bị chia chôn đại dương thưa bay dục bay ngày đó cứ bị ắt càng cục còn thì chân dương bật to thưa ngày ti pram pi của muối khai đập muối tiết đời xa cam bị thi ông tụt dương ăn miền chân phần là tập hall mai đại dương vô mà đã tăng ní lương ti muối dương bằng tăng phải chưa mà rồi mốc à lỡ lương ti pi dương bàn cao là hỗ đó chết pi rồi mốc ô bữa thật chân bà tu này cả lăng việc pu hơi bị đám đòi xa phần là tập hall mai dương quạt ọt miền đặt phần là tập hall mai đi phần là thấy dương đặt phần là hall bò tiแต่lấy coi bị thưa bè ca mình prao prao dương nghĩa mà đặt phần là tập hall mai dương để bị thưa oiส่วนตู้ในการล้างนั่งยังนักสมานอัดดอลให้ปัญหาที่ใบนั่นคือยมเตานอมเฮียปลัดได้โดยยมจึงเงียบจังตั้งปีสัพกรรมได้เธอไต่คอสัพกรรมเธอก๋วยเตี๋ยวสัพกรรมเธอเต่าหู้สัพกรรมเธอฉีนั่นคือยื่นกับพงแต่ปงรังประทายเตี้ยดำใบเอาขมายยื่นเมียงกาชื่อแจ๊ะนั่นเลยปลัดแต่พอขมายยื่นว่าចឹងបច្ចុប្បន្នការលោកញ៉ាបានលើកឡើងទាំងអស់ហ្នឹងគឺថាសន្ទុះយើងការគ្រប់គ្រងនៅផលិតផលខ្មែរយើងមានការកើនឡើងខ្ពស់ខ្លាំងណាស់ចាប់តាំងពីយើងមានបញ្ហាជាមួយទី2មកហើយបច្ចុប្បន្ននេះដូចដែរដល់លោកញ៉ាមានសំណុំពោទៅប្រជាពលរដ្ឋយើងថាធ្វើម៉េចបន្តនឹងការពលីជាមួយនឹងបានវត្តទេនេះមកគ្រប់គ្រងមកខាងផលិតផលខ្មែរយើងវិញទោះបីជាអនាគតទៅបាទប្រទេសទាំងពីរហ្នឹងគាត់ត្រូវរើគ្នាក៏ដោយបើកព្រំដែនក៏ដោយសំខាន់បំផុតយើងទៅតែមានមហិច្ឆតាមួយគឺថាយើងត្រូវគ្រប់គ្រងផលិតផលជាតិយើងបាទយើងត្រូវគ្រប់គ្រងផលិតផលខ្មែរយើងដែលមានការផលិតប្រទេសណាក៏ដោយក៏គេមានឆន្ទៈរួមប្រើរបស់យើងដែរអញ្ចឹងយើងត្រូវគិតថាខ្ញុំបានជំរាបឲ្យជំរាបទៀតដល់សារព័ត៌មានទាំងអស់យើងត្រូវធ្វើជាជុងយើងអត់ទៅធ្វើជាកុកទេអញ្ចឹងយើងត្រូវព្យាយាមកាលណាយើងមិនប្រើប្រាស់របស់គេយើងធ្វើពហិការមិនប្រើប្រាស់របស់គេយើងត្រូវខំពង្រឹងខ្លួនយើងត្រូវពង្រឹងសមត្ថភាពយើងត្រូវបង្កើនការផលិតយើងត្រូវរក្សាតម្លៃយើងឲ្យបានសមស្របតែប្រជាជនយើងទទួលយកបានអញ្ចឹងរាល់បញ្ហាប្រឈមដែលកើតមានឡើងដោយទឹកភ្លើងថ្លៃក្រសួងនានាដែលធ្វើឲ្យមានភាពស្មុគស្មាញអានឹងយើងអាចលើកទៅដើម្បីឲ្យក្រសួងពាក់ព័ន្ធហ្នឹងគឺថាជួយសម្រួលធ្វើម៉េចដើម្បីជួយដល់កសិករយើងហើយយើងក៏សន្យាថានៅពេលណាយើងធ្វើពហិការមិនប្រើប្រាស់របស់គេយើងត្រូវក៏ពង្រឹងធ្វើម៉េចឲ្យរដ្ឋាភិបាលគាត់ប្រតឹងរឿងទល់ដែនយើងក៏នាំគ្នារួមគ្នាដើម្បីថ្ងៃក្រោយទៅបង់ពន្ធជូនរដ្ឋដែរយើងអត់ភ្លេចទេរឿងការបង់ពន្ធយើងនៅតែសន្យាថា SME នឹងព្យាយាមអនាគតទៅត្រូវចូលរួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋទើបរដ្ឋាភិបាលយើងមានទុនសម្រាប់ជួយយើងវិញបាទអរគុណបាទអរញ៉ាអរសូមអរគុណបាទពីខ្ញុំបាទអភ័យសុធិពីអង្គភាពសារពលរដ្ឋរដ្ឋខេត្តនេះហើយខ្ញុំមានកិត្តិយសមែនទែនបាទដែលមានការបកស្រាយយ៉ាងខ្វះក្បាយពីលោកញ៉ាតែតំប៉ដែលគឺជាប្រធានសមាគមមូលនិធិសម្រាប់ជនដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងសមរម្យបានចឹងសូមអរគុណ